សួស្តីគ្នាយើងថ្ងៃនេះខ្ញុំមកប្រាប់ពីវិធី activate Windows ដែល Windows យើងដាច់ license ណាវានឹងចេញ activate Windows បែបនេះអាចឆែកមើលបានយើងចូលទៅកាន់ setting ហើយចូល system តមកចូល activation ហើយនេះឃើញ save ហើយវាអត់ active ទេអញ្ចឹងយើងធ្វើការ activate ទាំងអស់គ្នានេះ Windows PowerShell យើង run វា as admin មកបន្ទាប់មកទៀតអ្នកនរគ្នាវាយតាមខ្ញុំហ្នឹងតមកទៀតយើង enter នេះយើងរងចាំវាបន្តិចទៅវាពងដើរនេះវាចេញផ្ទាំងបែបនេះមកហើយយើងដំបូងយើងឆែកមើល activation status យើងសិនយើងវាយលេខ6មកតទៅពីឆែកហើយយើងចុច enter ដើម្បីត្រឡប់មកវិញហើយបន្តមកទៀតយើងចុចលេខ1ដើម្បី activate ប្រើវិធីនេះវាស្រួលវាលឿនហើយវា safe យើងគ្រាន់តែ run cmd មកហើយយើងអត់ត្រូវការបិទ Virus Protection អីទេវា run ឲ្យ auto អាច activate បានទាំង Windows ទាំង Office ចឹងយើងយកទៅប្រើបាននេះ activation យើងបានជោគជ័យហើយ activate នេះយើងអាចប្រើបានទាំង Windows 10 ទាំង Windows 11ហើយវា permanent វាអត់មានរយៈពេលទេអរគុណ